Three inside up នៅក្នុងប្រភេទ candlestick នេះគឺខ្ញុំមាន3ចំណុចសំខាន់ដែលបងប្អូនត្រូវតែកំណត់សម្គាល់ទី1អត្ថន័យរបស់ Three inside up ទី2រូបរាងរបស់ Three inside up ទី3រកកន្លែងចូលផ្សារថានៅក្នុងចំណុចណាដែលយើងគួរចូលផ្សារហើយនៅក្នុងចំណុចណាដែលយើងមិនគួរផ្សារប្រសិនបើចំណុចដែលមិនគួរចូលផ្សារយើងត្រូវរងចាំនៅពេលដែលចំណុចដែលយើងគួរចូលផ្សារសិនឥឡូវទី1គឺនិយមន័យរបស់ Three inside up Three inside up គឺជាសញ្ញាមួយបញ្ច្រាស់ទីផ្សារមួយទៀតវារីកឡើងបន្ទាប់ពីទីផ្សារធ្លាក់ចុះហើយជាសញ្ញានៃការចាប់ផ្ដើមនៃការបញ្ច្រាស់ទិសទី1ទៀនពណ៌ក្រហមមួយដែលបន្តការធ្លាក់ចុះតាំងតែពីពេលមុនទី2ទៀនពណ៌បៃតងជាមួយដងខ្លួនដែលបិទយ៉ាងហោចណាស់ពាក់កណ្ដាលដងខ្លួននៃទៀនមុនដូច្នេះទីផ្សារបានងើបវិញពាក់កណ្ដាលនៃការខាត់បងក្នុងរយៈពេលចុងក្រោយទី3ទៀនពណ៌បៃតងដែលបិទនៅខាងលើខ្ពស់ជាងទៀនទី1ឥឡូវយើងមកមើលអំពីរូបរាងរបស់ Three inside up នេះអញ្ចឹងយើងមើលអំពីរូបរាងនេះឃើញទេអញ្ចឹងយើងកំណត់សម្គាល់ទៅលើរូបរាងគឺមានបង្គោលទៀន3ប៉ុន្តែការកាត់ឡើងរបស់បង្គោលទៀននេះគឺវាខុសៗគ្នាពេលមុនដំបូងគឺទៀននេះគឺបានធ្លាក់ចុះមកទេអ្នកចាប់ផ្ដើមធ្លាក់មកដល់ត្រង់លេននេះប៉ុន្តែយើងមើលបង្គោលទៀនទី1ពណ៌ក្រហមនេះគឺថាវារៀងខ្ពស់វាមានកម្លាំងខ្លាំងក្លាវាមានអ្នកសែលគឺខ្លាំងក្លាអស្ចារ្យប៉ុន្តែបន្ទាប់ពីនោះមកបានកើតនៅបង្គោលទៀនទី2បង្គោលទៀនទី2នេះគឺយើងមកមើលអំពីវាដែលបានកើតឡើងវិញគឺវាបានពាក់កណ្ដាលនៃបង្គោលទៀនទី1កណ្ដាលនៃបង្គោលទៀនទី1ហើយបង្គោលទៀនទី3ក៏វាចាប់ផ្ដើមកើតឡើងហើយក៏វាបានមកខ្ពស់ជាងបង្គោលទៀនទី2ជាងខ្ពស់ជាងបង្គោលទៀនទី1យើងឃើញថារូបរាងប្រភេទនេះគេឲ្យឈ្មោះថា Three inside up ប្រភេទទីផ្សារនេះគឺយើងទីផ្សារនេះគឺយើងដឹងថាទីផ្សារនេះគឺកើនឡើងដូច្នេះយើងរងឲ្យចាំឱកាសយើងរងចាំតែបាយទេនៅក្នុងចំណុចប្រភេទ candlestick បែបនេះអញ្ចឹងគឺយើងគាត់តែមើលអត្ថន័យអញ្ចឹងគឺយើងយល់ដឹងអំពីរូបរាងរបស់វាសំខាន់គឺយើងចូលទីផ្សារយើងស្គាល់អំពីរូបរាងរបស់វាអត់បើសិនជាយើងអត់ស្គាល់យើងរក្សាគូលេងរក្សាទៅសេគូលេងទៅគួរឲ្យដឹងអំពីរូបរាងផ្សារបែបនេះយើងមើលអំពីការកើនឡើងរបស់ទីផ្សារអញ្ចឹងគឺយើងមកមើលនៅត្រង់កន្លែងនេះគឺខ្ញុំដាក់ថាវាជាកន្លែង support ណាកន្លែងជា support ហើយស្រាប់តែវាឡើងទៅប៉ុន្តែវាមិនអាចធ្លាក់មកដល់កន្លែង support ចាស់នោះទេវាចាប់ដើមឡើងទៅលើទៀតអញ្ចឹងឡើងបន្តអញ្ចឹងហើយអញ្ចឹងគឺយើងត្រូវតែឲ្យស្គាល់អំពីរូបរាងរបស់ Three inside up ឲ្យដឹងច្បាស់ទៅយើងពេលដែលយើងចូលទៅយើងស្គាល់ថាអានេះជាប្រភេទ candlestick Three inside up តើអញ្ចឹងបើសិនប្រភេទ Three inside up យើងរងចាំឱកាសទៅបាយទេមករកកន្លែងចូលផ្សារថាតើយើងគួរចូលនៅត្រង់កន្លែងណាអញ្ចឹងគឺមុនដំបូងបងអស់យើងរៀនឲ្យស្គាល់ថារូបរាងរបស់ Three inside up ហ្នឹងគឺមានរូបរាងបែបម៉េចអញ្ចឹងយើងមើលបង្គោលទៀន3នេះបង្គោលទៀនពណ៌ក្រហមបន្ទាប់មកបង្គោលទៀនពណ៌បៃតងបន្ទាប់មកបង្គោលទៀនពណ៌បៃតងទៀតអញ្ចឹងគឺយើងឃើញថាបង្គោលទៀនពណ៌ក្រហមនេះឃើញថាវាមានខ្ពស់ជាងគេណាវាមានកម្ពស់ខ្ពស់ជាងគេបញ្ជាក់ថាអ្នកសាលគឺនៅតែមានកម្លាំងខ្លាំងក្លាប៉ុន្តែស្រាប់តែបង្គោលទៀនទី2គឺវារៀងកើតឡើងមកពាក់កណ្ដាលនៃបង្គោលទៀនទី1ហើយក៏វាបិទផ្សារនៅត្រង់កន្លែងហ្នឹងទៅហើយដល់ពេលបង្គោលទៀនទី3វាបើកដូចជាពាក់កណ្ដាលនៃបង្គោលទៀនទី2ហើយវាបានបិទនៅលើបង្គោលទៀនទី1នេះអញ្ចឹងនៅត្រង់កន្លែងនេះយើងបញ្ជាក់ថាជាប្រភេទ Three inside up Three inside up ពេលយើងដឹងអំពីរូបរាងបន្ទាប់មកយើងមើលអំពី
ទីផ្សារនេះវាកើតឡើងមុនសិនទីផ្សារនេះគឺកើតឡើងមុនគឺវាកើតឡើងពីលើចុះមកក្រោមមានន័យថាអ្នកលក់មានកម្លាំងខ្លាំងក្លាជាងអញ្ចឹងគឺវាចុះមកមកដល់ត្រង់កន្លែងនេះស្រាប់តែវាកម្លាំងអ្នកលក់ក៏អស់ទៅអញ្ចឹងកម្លាំងអ្នកបាយគឺចាប់ផ្ដើមកើនឡើងវិញហើយចាប់ផ្ដើមកើនឡើងវិញហើយរបៀបនៃការចូលផ្សារយើងចូលនៅចំណាយើងចូលនៅចំប្រគល់ទានទី3ណាយើងចូលនៅចំប្រគល់ទានទី3ហើយយើងដាក់ stop loss នៅខាងក្រោមប្រគល់ទានពណ៌ក្រហមទី1នេះប្រគល់ទានទី1នេះយើងចូលមកហើយ TP យើងយកទៅតាម resistance ខាងលើឧបមាថា resistance នៅត្រឹមនេះគឺយើងអាចយកត្រឹមនេះមកហើយបើសិនបើយើងឃើញទីផ្សារនេះវាហក់ឡើងបន្តទៅទៀតយើងអាចយកទៅតាមហ្នឹងទៅប៉ុន្តែបើសិនជាមកដល់ពាក់កណ្ដាលផ្សារអញ្ចឹងហើយបងប្អូនអាចប្រយ័ត្នប្រយែងកុំឲ្យចូលផ្សារហើយវាមានហានិភ័យប៉ុន្តែបើសិនជាយើងចូលពីក្រោមហ្នឹងទៅយើងខាត់តែប្រហែលលេខ4 5លេខ2លេខ3លេខប៉ុន្តែបើសិនជាយើងចូលទៅពីលើយើងចូលលើយើងមិនដឹងទៅដាក់ stop loss នៅត្រង់កន្លែងណាទេតែបើសិនជាយល់ល្អបងប្អូនចូលពីក្រោមនេះទៅល្អជាងកុំចូលពាក់កណ្ដាលផ្សារហើយយើងចូលគឺវាពិបាកនឹងការគ្រប់គ្រងនៅអារម្មណ៍របស់ខ្លួនឯងណាឬក៏មិនដឹងទៅដាក់ stop loss នៅត្រង់កន្លែងណាគឺយើងពិបាកអញ្ចឹងបញ្ជាក់ម្ដងទៀតថាទី1យើងស្គាល់អំពីអត្ថន័យរបស់ទីផ្សារនេះថាតើទីផ្សារនេះគឺកើតឡើងពីកន្លែងណាអញ្ចឹងយើងដឹងហើយទីផ្សារនេះគឺកើតឡើងពីលើចុះមកក្រោមហើយបន្តមកបានវាឡើងទៅលើវិញទី2គឺយើងឲ្យស្គាល់អំពីរូបរាងរបស់ប្រភេទ candlestick នេះទី3គឺយើងចូលផ្សារនៅខាងចំបង្គោលទានទី3មកអញ្ចឹងគឺឱកាសនៃការប្រាក់ចំណេញគឺមានខ្ពស់ប៉ុន្តែសូមបញ្ជាក់ថាយើងយោងទៅតាមប្រភេទ candlestick នេះគឺមិនមែនថាយើងឃើញបែបនេះហើយយើងចាត់ទៅចូលទេយើងអាចគូផ្សំអំពី indicator មួយចំនួនដូចជា RSI moving average ឬក៏ព័ត៌មានអីផ្សេងទៀតគឺក៏វាគូផ្សំគ្នាទើបយើងយកមកផ្សំគ្នាទៅយើងចូលផ្សារវាមានប្រសិទ្ធភាពអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា